ត្បិតស្ថិតនៅថ្ងៃអាទិត្យ10កើតខែស្រាបឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី23ខែសីហាឆ្នាំ2026ជាថ្ងៃមួយដែលញោមឧបាសកអ៊ុនហើយព្រមទាំងបុត្រកញ្ញាអ៊ុនចន្ទធីលោកអ៊ុនប៊ុនថាតនិងអ្នកស្រីវ៉ាតចនាព្រមទាំងបុត្រលោកស្រីអ៊ុនចម្រើនព្រមទាំងបុត្រលោកស្រីអ៊ុនចម្រុងព្រមទាំងបុត្រលោកមានបសាទោមនោសញ្ចេតនាសេចក្តីជ្រះថ្លាដ៏មុតមមនៅក្នុងព្រះរតនត្រ័យបានរៀបចំរួបរួមសាមគ្គីគ្នាប្រពធ្វើនៅពិធីបុណ្យគម្រប់ខួប3ឆ្នាំបច្ច័យ4និងដាពឹស្ដាដើម្បីឧទ្ទិសមហាកុសលជូនចំពោះឧបាសិកាផនធិចដែលមានបច្ចុប្បន្នអាយុ72បានលះលោកនេះទៅកាន់លោកខាងនាយហើយព្រមទាំងឧទ្ទិសមហាកុសលជូនចំពោះជីដូនជីតាញាតិទាំង7សន្តានញាតិទាំងអស់ក្នុងសង្សារវដ្តផងទៀតកម្មវិធីបុណ្យប្រារព្ធធ្វើនៅគេហដ្ឋានរបស់ឧបាសកអ៊ុនហើយដែលសន្ធិដ្ឋនៅភូមិមេសឃុំព្រែកកុយស្រុកកងមាសខេត្តកំពង់ចាមថ្ងៃនេះញោមឧបាសកអ៊ុនហើយព្រមទាំងក្រុមគ្រួសារបុត្រាបុត្រីចៅទាំងអស់លោកមាននៅសង្ឃហធោដ៏ឧត្តមឧត្តមមានទឹកចិត្តដ៏សប្បុរសត្រង់ស្មោះចំពោះញោមឧបាសិកាផនធិចព្រមទាំងបុព្វការីជនលោកអ្នកដ៏មានគុណទាំងឡាយដែលបានចែកឋានទៅកាន់លោកខាងនាយហើយបានចំណាយទាំងពេលវេលាកម្លាំងកាយកម្លាំងចិត្តព្រមទាំងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់រៀបចំប្រពធ្វើនៅពិធីបុណ្យដ៏ប្រសើរឧត្តមឧត្តមនេះក្នុងគោលបំណងគឺឧទ្ទិសកុសលជូនចំពោះញោមផនធិចនិងញាតិទាំងឡាយចឹងការដែលនាំឲ្យកើតបុណ្យនេះឡើងព្រះសម្មាសម្ពុទ្ធបរមគ្រូដែលយើងព្រះអង្គទ្រង់សម្ដែងថាវាទល់តែបុគ្គលនោះឯងមានទឹកចិត្តជាបុណ្យជាកុសលមានទឹកចិត្តល្អទើបអាចធ្វើបុណ្យបានមโนពពាំងកមេធម្មាមโนសេដ្ឋាមโนមយាបុគ្គលដែលមានចិត្តជាធំមានចិត្តជាប្រធានមានចិត្តដល់មុនបានន័យថាមានចិត្តដែលស្ទុះទៅរកកុសលធម៌ហើយទើបអាចធ្វើបុណ្យទើបអាចធ្វើសេចក្តីល្អនឹងបានចឹងចិត្តនេះជាធំចិត្តនេះជាប្រធានញ៉ាងឲ្យញោមមានសទ្ធាមានប្រាជ្ញាស្មារតីធ្វើបុណ្យតក្ខេណានុបទានចឹងតក្ខេណានុបទានគឺជាទានដែលទាយុទាយិកាឧបាសកឧបាសិកាលោកធ្វើដោយពេញចិត្តដោយជ្រះថ្លាចំពោះបដិគហកៈជាអ្នកមានសិលហើយបង្អោនចិត្តបង្ហូរមហាកុសលគងចិត្តឧទ្ទិសជូនចំពោះញាតិមកត្រេកអរអនុមោទនានោះលោកឲ្យឈ្មោះថាតក្ខេណានុបទានអ្វីដែលសំខាន់នោះពុទ្ធបរិស័ទលោកយាយលោកតាកូនប្រុសស្រីទាំងឡាយឯណាដែលមានទឹកចិត្តកតញ្ញូកតវេទីព្រះដ៏មានពភាកព្រះអង្គទ្រង់សម្ដែងថាជាមង្គលដ៏ឧត្តមឧត្តមជាមង្គលដ៏ប្រសើរណាស់ក្នុងមង្គលសូត្រមេត្តាបេតោឧបាថានំកិរិយាដែលទំនុកបំរុងបំរើមេត្តាបិតាឧបត្ថម្ភមេត្តាបិតាដោយបច្ច័យទាំង4ជាមង្គលដ៏ឧត្តមជាសិរីសួស្តីជាទីចម្រើននៅលៀបជាទីចម្រើននៅគេឈ្មោះល្អចឹងការបំរើការចិញ្ចឹមមេត្តាបិតានេះជាធម៌មួយដ៏ប្រសើរដែលព្រះអង្គសម្ដែងថាជាឫសគល់នៃបុណ្យគ្រប់យ៉ាងបុណ្យគ្រប់យ៉ាងដែលញោមធ្វើបើអត់មានការដឹងគុណបុណ្យហ្នឹងมันអាចកើតឡើងបានទេណាញោមណាអញ្ចឹងវាទល់តែមានការដឹងគុណ
ការទំនប់បំរុងមេដាបិតាដោយបច្ច័យ4ទី1ជ័យវរៈបច្ច័យវត្ថុជាទីអាស្រ័យរបស់សត្វលោកគឺសម្លៀកបំពាក់ខោអាវថ្មីថ្មីល្អល្អយើងមានសម្លៀកបំពាក់មានធនធានយើងអាចផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីថ្មីជូនម្ដាយឪពុកយើងផងណាញោមណាខែមន់សនរដូវក្តីមើលទៅសម្លៀកបំពាក់គាត់រៀងចាស់អីហ្នឹងយើងផ្លាស់ប្ដូរជូនគាត់ទៅមិនអស់ប្រមាណទេតែកូន2 3នាក់ម្នាក់មកកាផ្លេម្នាក់មកកាផ្លេគាត់ប្រើរួចមួយឆ្នាំណាសាមគ្គីគ្នាបានជូនគាត់ប្រើរួចមួយឆ្នាំបណ្ឌបាតបច្ច័យទំនប់បំរុងដោយអាហារភោជនចំណីចំណុកបង្អែមចំអាបគ្រប់សពបែបយ៉ាងជូនដល់អ្នកមានគុណរបស់យើងជាព្រះរស់ជាព្រះកន្លោងជាព្រះដើមរបស់កូនជាព្រះដែលអនុគ្រោះកូនជាទីបំផុតគឺមេដាបិតានឹងឯងជូនគាត់ពិសាតនគាត់ហូបបានតនគាត់មើលឃើញតនគាត់នៅមានកម្លាំងពិសាបានណាញោមចឹងមេដាបិតាគាត់ខំប្រឹងប្រែងខ្នះខ្នែងធ្វើកិច្ចការងារសពគ្រប់បែបយ៉ាងទាំងអស់មិនគិតអំពីការហត់នឿយទេសន្សើរសន្សំបានទ្រព្យសម្បត្តិមកដើម្បីទុកជារង្វាន់ឲ្យដល់កូនជាទីស្រឡាញ់របស់គាត់កាលបើកូនសុខសប្បាយម៉ែឪក៏សុខសប្បាយកូនរីករាយម៉ែឪក៏សុខសប្បាយទោះបីហត់នឿយឈឺយ៉ាងណាតែអ្វីដែលយើងគិតហើយសង្វេគតក់ស្លុតចំពោះរូបកាយយើងនេះណាញោមខំប្រឹងខំប្រឹងដើម្បីមនុស្សដែលជាទីស្រឡាញ់ដើម្បីកូនជាទីស្រឡាញ់ដល់ពេលឈឺទៅដល់ពេលស្លាប់ទៅតែឯងកូនដែលជាទីស្រឡាញ់มันអាចយកទៅជាមួយខ្លួនបានបើហៅគេទៅជាមួយក៏គេមិនព្រមទៅជាមួយប្រពន្ធជាទីស្រឡាញ់ប្តីជាទីស្រឡាញ់ដល់ពេលដែលយើងស្លាប់ទៅប្រពន្ធប្តីដែលជាទីស្រឡាញ់ជាទីពេញចិត្តហ្នឹងអត់ព្រមទៅជាមួយយើងទេណាញោមណាអត់ព្រមស្លាប់ទៅជាមួយយើងទេគេចង់នៅរស់ដែរណាតែយើងខំប្រឹងកដាបកដួបានទ្រព្យសម្បត្តិដែលជាទីស្រឡាញ់ជាទីពេញចិត្តដល់ពេលទៅតែឯងទេនេះសង្វេគណាញោមចឹងហើយបានប្រពុតជាម្ចាស់ព្រះអង្គឲ្យយើងនឹងរូតរះធ្វើបុណ្យតនយើងនៅអាចធ្វើបានបុណ្យហ្នឹងគឺជាទីពឹងជាទីពំនឹងរបស់យើងទៅក្នុងភពខាងនេះបុណ្យហ្នឹងជាអ្នកហាយហោមអមដំណើរជូនយើងនៅក្នុងសង្សារវដ្តមិនឲ្យយើងកំព្រីមិនឲ្យយើងឯកោទេណាញោមណាបុណ្យហ្នឹងមិនឲ្យយើងឯកោទេទៅណាទៅជាមួយយើងជានិច្ចអញ្ចឹងទ្រព្យសម្បត្តិជាទីស្រឡាញ់យើងស្លាប់ទៅយើងមិនអាចយកទៅជាមួយបានទេនៅជាគេមរតកឲ្យដល់កូនជាទីស្រឡាញ់អ្វីដែលភ័យមួយយ៉ាងទៀតនោះណាញោមស្រឡាញ់កូនថ្នមដូចកែវភ្នែកស្រឡាញ់បុត្រស្រឡាញ់ភរិយាថ្នមដូចកែវភ្នែកដល់ពេលដែលខ្លួនឯងស្លាប់ទៅបែរជាកូនបែរជាក្រុមគ្រូសាខ្លាចទៅវិញណាញោមណាខ្លាចខ្មោចជាដូនជាតាលងណាញោមណាហើយការនៅរស់ស្រឡាញ់ដូចកែវភ្នែកអាចលេបបានលេបណាញោមណាអាចលេបបានលេបមិនហ៊ានទុកដាក់នៅលើផ្ទះទេឆ្អឹងមកកញ្ចប់នឹងវែកខ្ចប់យកទៅដាក់ឲ្យនៅជាមួយខ្មោចគ្នាគាត់ក្នុងវិវត្តនោះឲ្យស្ដាប់ធម៌បានលេះតែឲ្យស្ដាប់ធម៌នៅវត្តហើយស្ដាប់ឯណាទៀតនៅតែឆ្អឹងហើយណាញោមណាឆ្អឹងម៉ែឆ្អឹងឪមិនហ៊ានទុកនៅលើផ្ទះទេភ័យខ្លាចចង្រាយខ្លាចនេះខ្លាចនោះមិនហ៊ាននិយាយឲ្យចំទេណាញោមណាទុកនៅវត្តមួយឆ្នាំបានទៅបោសម្អាតម្ដងពេញពីងឡើងញប់ហើយធូលីដីខ្លះគេនោមដាក់ចែកដីក៏មានខ្លះមួយឆ្នាំទៅម្ដងពីរឆ្នាំទៅម្ដងក្មេងទំនើងវាកោះទ្វារកោះអីចាក់ធៀបចោលរត់រាយចឹងខឹងដល់លោកទៀតក៏មានថាលោកអត់ចេះមើលហើយពីណាអត់ចេះមើលញោមណ៎ណាមិនមែនលោកមិនចេះមើលទេតែទូនាទីរបស់នរណារបស់កូនចៅរីឯដែលគិតឲ្យសង្វេគរីឯឆ្អឹងសัตว์ឯណោះញោមឆ្អឹងតម្រៃ
ឆ្អឹងខ្លាឆ្អឹងតោឆ្អឹងដៃណូស័រនិយាយឲ្យអស់ណាញោមណាយកមកដាក់នៅលើផ្ទះមិនភ័យមិនខ្លាចគោរពបូជាបាញ់ទឹកអប់មួយថ្ងៃ4-10ដងប្រសិទ្ធិអើយប្រសិទ្ធិគ្រប់សពយ៉ាងរីឯឆ្អឹងម៉ែឆ្អឹងឪជាព្រះអរហន្តស្គូឲ្យសង្វេគយកទៅទុកនៅទីកន្លែងវាលហើយមិនមើលថែណាញោមសង្វេគញាតិញោមណាញោមណាបង្កើតចិញ្ចឹមកូនបើជាកូនខ្លាចនៅពេលដែលខ្លួនឯងស្លាប់នេះមិនមែនថាញោមញោមទេណាថាញោមញោមនៅស្រុកយៈអីនោះហ្នឹងអញ្ចឹងយើងគួរតែសម្អាតគួរតែប្រសិទ្ធិគួរតែបាញ់ទឹកអប់ឲ្យក្អូបជួនធាតឪពុកធាតម្ដាយយើងផងណាញោមណាញោមអូគាត់ចិញ្ចឹមយើងតាំងអំពីនៅក្នុងផ្ទៃរហូតដល់កូនថ្លៃកើតមកបាញ់ទឹកអប់មិនតិចដងទេលាបម្សៅមិនតិចដងទេលាបលេឲ្យក៏មិនតិចដងដែរលាបម្សៅឲ្យទិញអស់ពីផ្សារហើយឬសូអាម៉ូតណាល្អទិញមកអស់ហើយលាបឲ្យកូនចង់ឲ្យកូនក៏អូបចង់ឲ្យកូនស្អាតចង់ឲ្យកូនល្អចង់ឲ្យកូនសាច់សមិនអញ្ចឹងណាញោមណាបំពេញបំណងគោនៅដល់ពេលស្លាប់ទៅឆ្អឹងមិនដែលបាញ់ទឹកអប់ឲ្យបន្តិចដូចមិនសមទេណាញោមណាហើយតោខ្លានៅឯព្រៃនោះមិនដែលមកចិញ្ចឹមយើងបាញ់ទឹកអប់ប្រសិទ្ធិមួយថ្ងៃ4-10ដងទេណាញោមគោរពបូជាក៏គោរពទៅណាញោមមិនថាទេល្អហើយប្រសើរប៉ុន្តែកុំភ្លេចប្រសិទ្ធិឆ្អឹងឪពុកម្ដាយយើងប្រសិទ្ធិធាតុរបស់គាត់ព្រោះដោយសារតែឆ្អឹងគាត់នឹងហើយទើបយើងរស់ណាញោមណាគាត់ប្រើឆ្អឹងនឹងសាច់នឹងឈាមរបស់គាត់នឹងគ្រប់អវយវៈទាំងអស់របស់គាត់ប្រឹងប្រែងដើម្បីចិញ្ចឹមកូនបើអត់ឆ្អឹងម៉ែអត់ឆ្អឹងឪក៏អត់មានយើងសពថ្ងៃដែរគាត់ប្រើឆ្អឹងរបស់គាត់នឹងយកទៅភ្ជួរដីយកទៅដាំដំណាំយកទៅធ្វើការស៊ីឈ្នួលគេហត់នឿយលំបាកណាស់ឆ្អឹងគាត់នឹងអាលងជង្គង់អាលងឆ្អឹងអស់ហើយសរសៃលន់ប្រេះប្រុសចកេះនឹងសឹងតបាក់ហើយក្តៅប៉ុណ្ណាក៏ស៊ូទ្រាំបានទ្របយកមកឲ្យកូនឃើញទេញោមណាចឹងកូនចៅនឹកដល់ចំណុចនេះទៅញោមម្ចាស់ដើមបុណ្យអត់ភ្លេចគុណអ្នកមានគុណទេនាំគ្នាសស័កសស្រាំធ្វើបុណ្យនេះឡើងក្នុងគោលបំណងញ៉ាំងឲ្យអ្នកមានគុណនឹងបានសេចក្តីសុខអ្នកមានគុណចឹងបច្ច័យទី2ហ្នឹងគឺបណ្ឌបាតបច្ច័យទំនុកបំរុងម្ដាយឪពុកយើងដោយបាយទឹកនំចំណីកុំឲ្យកត់អត់ណាញោមណាញោមណាកូនចៅមានទ្រព្យធនធានតែអត់មើលឪពុកអត់មើលម្ដាយក៏អត់បាយហូបហើយតែបើកូនចៅអត់សូវមានធនធានអាសាអើតឈ្ងោកមើលម៉ែមើលឪម៉ែឪមានអីហូបអត់ថ្ងៃហ្នឹងណែពេលព្រឹកហ្នឹងថ្ងៃហ្នឹងល្ងាចហ្នឹងបានមហូបអីពិសាបានឆ្ងាញ់ដែរទេយើងអើតមើលអញ្ចឹងទៅណាញោមណាមានអីជួនហ្នឹងមានមហូបអីជួនហ្នឹងអំបិលប្រហុកប៊ិចជែងអីហ្នឹងជួនគាត់ទៅណាញោមតែมันអស់ប្រមាណទេគាត់ចិញ្ចឹមកូនមិនឲ្យកូនអត់ឃ្លានទេអញ្ចឹងយើងជាកូនក៏ដូចគ្នាដែរបច្ច័យទី3លោកឲ្យឈ្មោះថាសេនាសនៈបច្ច័យវត្ថុជាទីអាស្រ័យរបស់សត្វលោកគោលគឺផ្ទះសម្បែងទីកន្លែងទីរស់នៅទីជ្រកកោនទីដេកទីអង្គុយអញ្ចឹងកូនមានលទ្ធភាពយើងបំពេញកាតព្វកិច្ចជាកូនល្អយើងទិញសេនាសនៈទានឬក៏ធ្វើសេនាសនៈទានជួសជុលសេនាសនៈទានបោសសម្អាតទីសេនាសនៈជូនដល់មេដាបិតារបស់យើងឲ្យបានស្អាតបានល្អឲ្យគាត់មានសុខភាពល្អនៅពេលដែលសរីរៈរាងកាយឪពុកម្ដាយយើងចាស់ជរាញាតិញោមហើយព្រះពុទ្ធព្រះអង្គសម្ដែងថាបរិចិនមិទាំងរូបាំងរោគនិតទាំងរូបនេះជាសម្បុកនៃរោគជាទីកើតឡើងនៃរោគច្រើនណាស់ជំងឺក៏កើតឡើងច្រើនចំពោះរូបកាយនេះមិនថាចាស់មិនថាក្មេងទេ
ឥឡូវឪពុកម្ដាយយើងក្រំគ្រាហើយចាស់ហើយជំងឺដំកាត់ក៏នឹងកើតមានច្រើននៅក្នុងរូបកាយរបស់ម្ដាយរបស់ឪពុកយើងណាញោមណាណែឈឺច្រើនណាប៉ុន្តែគ្រាន់តែពេលខ្លះគាត់មិនហ៊ានប្រាប់កូនទេខ្លាចកូនបន្ទោសខ្លាចកូនថាគាត់នឹងត្អូនឈឺងាកឈឺនេះងាកឈឺនោះណាញោមណាពេលខ្លះមិនហ៊ានប្រាប់ទេអញ្ចឹងរូបកាយរបស់ម៉ែឪយើងចាស់គាត់មានជំងឺច្រើនណាស់ក្នុងខ្លួនកូនត្រូវព្យាបាលត្រូវមើលថែកុំប្រចាំគ្នាណាញោមណាកុំប្រចាំគ្នាអាត្មាលើករឿងកសិករមួយនោះពីសម័យដើមកសិករនឹងរស់នៅជាមួយយាយគាត់បង្កើតបានកូន3នាក់ហើយមិនយូរប្រមាណយាយស្លាប់ចោលហើយកូនគាត់ទាំង3នាក់នោះញោមបន្តពីលោកយាយគាត់ស្លាប់ចោលនៅសល់តែលោកតាជាឪពុកនឹងខំប្រឹងកាប់កោះកាយជោគចាំងធ្វើស្រែចម្ការផងកាប់អស់លក់ផងបានទ្របមកចិញ្ចឹមឲ្យកូននឹងបានរស់រៀនមានជីវិតឲ្យកូននឹងបានរៀនសូត្ររីឯកូនរបស់គាត់មិនប្រកបដោយធម៌សោះញោមចំណែនគ្នាក៏ចំណែនឆ្លោះគ្នាក៏ឆ្លោះនិយាយអត់ស្ដាប់គ្នាបានទៅរៀនបានទៅផុតទៅពីផ្ទះទៅអត់ចូលរៀនណាញោមណាអត់ចូលរៀននិយាយយ៉ាងម៉េចក៏មិនស្ដាប់ឪពុកនឹងពិបាកចិត្តគាត់អត់សូវមានពេលមើលថែគាត់នៅតែឯងហើយដល់ទៅពេលគាត់ធ្លាក់ខ្លួនឈឺគាត់ហៅកូនមកកូនទាំង3នាក់របស់គាត់ហ្នឹងឲ្យជួបជុំគ្នាផ្ដាយផ្ដាំចុងក្រោយគាត់ប្រាប់ធម្មនីលកូនដែលឪពុកហៅកូនមកនេះណាកូនណាឪពុកចង់ប្រាប់អាចកំបាំងមួយដែលឪពុកមានហើយសន្សំទុកយូរហើយសម្រាប់កូនកូនឬសូអាចកំបាំងហ្នឹងចង់ដឹងណាញោមអីទៅអីទៅឪមានកំណត់ច្រើនណាស់កូនណាឪកប់មេះទុកក្នុងស្រែយើងក្រោយផ្ទះកំណត់ក្នុងស្រែយើងក្រោយផ្ទះនោះឪកប់អត់ជ្រៅប្រមាណទេតែកន្លះម៉ែត្រទេប៉ុន្តែឪភ្លេចមិនដឹងកប់នៅស្រែណាមួយនៅក្រោយផ្ទះហ្នឹងឥឡូវពេលដែលឪស្លាប់ទៅណាកូនណាចាំកូនឯងទៅជីកយកកំណត់ហ្នឹងចែកគ្នាទៅឪនៅរស់កំតន់អីឪហ្នឹងផ្ដាំអញ្ចឹងមិនយូរប្រមាណគាត់ស្លាប់ទៅញោមកូនដល់ពេលហ្នឹងដើម្បីបានកំណត់ធ្វើកិច្ចទុកដាក់សាកសពឪនឹងបានសមរម្យទៅបន្ទាប់ពីទុកដាក់សាកសពរួចហើយនាំគ្នាទៅជីកទៅកាប់ទៅជោកទៅចាំងដីដើម្បីបានកំណប់នឹងមកកាប់ស្រែមួយអស់អញ្ចឹងទៅអត់ឃើញកំណប់សោះយីឪក៏ហក់ដឹងហីកាប់ស្រែមួយទៀតកាប់ដីស្រែមួយទៀតនឹងអស់ទៅកាប់មួយទៀតអស់អាស្រែក្រោយផ្ទះហ្នឹងអត់មានឃើញកំណប់អង្គុយដបោងក្បាលជង្គង់ហត់ហើយគេវិភាសាគ្នាមើលឪថាកំណប់នៅក្នុងស្រែឥឡូវអញកាប់អស់ហើយមិនក៏អត់មានឪនឹងក៏ហក់ហ្មងគិតចុះគិតឡើងញោមរដូវវស្សាអញ្ចឹងជ្រុលកាប់ប៉ុណ្ណឹងហើយធ្វើស្រែទៅហ្មងខ្លះគេដាំដំណាំខ្លះគេធ្វើស្រែកុំឲ្យខាតអាចិត្តហ្នឹងនៅតែខឹងឪអញ្ចឹងណាញោមណាជ្រុលតែធ្វើស្រែឲ្យថែវាល្អហ្មងទៅដល់ពេលប្រមូលផលមកទៅកូនទាំង3នាក់របស់គាត់ហ្នឹងគិតថាឪអញឆ្លាតណាស់ព្រោះតែអញមិនចុះសម្រងគ្នាអញខ្ជិលអញមិនធ្វើកិច្ចការងារអីឆ្លុះតែគ្នាទៅឪអញប្រាប់ថាក្នុងដីហ្នឹងមានកំណត់ឥឡូវអញកាប់កោះធ្វើស្រែចម្ការដាំដំណាំបានផលនេះក្នុងស្រែនេះពិតជាមានកំណត់មែនណាញោមណាហើយយើងបានប្រមូលផលលក់ទៅមិនបានលុយណាញោមក្នុងស្រែកន្លែងណាលើដីរបស់យើងកន្លែងណាក៏កំណត់ដែរឲ្យតែញោមចេះដាំដំណាំដាំហើយចេះលក់ទៅណាញោមបានកំណត់កូនទាំងអស់គ្រប់គ្នាចាប់ពីថ្ងៃហ្នឹងទៅយល់អំពីការទូមានព្រានប្រដៅរបស់ឪនឹកក្នុងចិត្តឪអញដឹងជាហត់ប៉ុណ្ណាទេដើម្បីចិញ្ចឹមអញពី3នាក់ពេញកម្លាំងមិនជួយការងារឪអញធ្វើស្រែតែឯងគាត់ហត់ណាស់អញគ្រាន់តែកាប់គ្រាន់តែធ្វើស្រែម្ដងប៉ុណ្ណឹងហត់ប៉ុណ្ណឹងហើយចុះតម្រាំឪអញចិញ្ចឹមអញ4-10ឆ្នាំមកហើយ20ឆ្នាំ30ឆ្នាំមកហើយមិនដឹងជាគាត់ហត់ប៉ុណ្ណាទៅណ
គិតចឹងនឹកឃើញគុណគាត់ញោមឈប់ឆ្លោះគ្នាពីពេលហ្នឹងទៅនាំគ្នាធ្វើកិច្ចការងារដែលជាប្រយោជន៍ផ្សេងរហូតតមកអ្នករឿងហ្នឹងគ្រាន់តែញោមពិចារណាណាញោមណាពិចារណាថាឪពុកយើងម្ដាយយើងចាស់ជរាហើយអត់មានអីជាទីពឹងក្រៅពីកូនជាទីស្រឡាញ់របស់គាត់ទេមានតែកូននឹងហើយជាទីពឹងនៅពេលដែលគាត់ចាស់ជរានៅពេលដែលគាត់ឈឺណាញោមណាគាត់ឈឺអញ្ចឹងទៅពឹងកូនញោមដតីទៀតពឹងបានទេញោមគេគ្រាន់តែមកមើលទេតាឈឺអីហើយក៏គេទៅវិញបាត់ទៅឃើញណាញោមណាតែអ្វីដែលសំខាន់កូនចៅត្រូវមើលថែព្យាបាលកុំប្រចាំគ្នាកូនណាមានលុយចេញលុយកូនណាមានកម្លាំងធ្វើជួយជាកម្លាំងកូនណាមានអីជួយនឹងអាចជួយបានអាចឆ្លៀតពេលបានមើលថែឪពុកម្ដាយយើងជាសិរីសួស្ដីជាមង្គលដ៏ឧត្តមនេះបច្ច័យ4ដែលញោមធ្វើជួនដល់លោកឪពុកអ្នកម្ដាយយើងនៅពេលដែលគាត់នៅរស់ព្រះដ៏មានពភាព្រះអង្គសម្ដែងថាកូនប្រុសស្រីឯណាបានចិញ្ចឹមទំនុកបំរុងជួនដល់មេដាបិតាដោយបច្ច័យទាំង4ឈ្មោះថាបានឲ្យឋានៈ5យ៉ាងដល់ម្ដាយឪពុកដែលញោមចិញ្ចឹមឪពុកម្ដាយដោយបច្ច័យ4ហ្នឹងឈ្មោះថាញោមបានឲ្យឋានៈ5យ៉ាងដល់ម្ដាយឪពុកទី1ញោមឲ្យពរឲ្យអាយុណាឲ្យអាយុមេដាបិតានឹងវែងដោយញោមឧបត្ថម្ភបច្ច័យ4គាត់បរិបូរទៅដោយអាយុវែងទី2វណ្ណៈពណ៌សម្បុរល្អបានទទួលសម្លៀកបំពាក់ថ្មីបានទទួលចំណីអាហារឆ្ងាញ់បានរស់នៅទីកន្លែងមានអនាម័យល្អបានកូនព្យាបាលនៅគាត់ពេលគាត់ឈឺគាត់មានពណ៌សម្បុរល្អគាត់ជាសះស្បើយពីជំងឺណាញោមណាពណ៌សម្បុរស្អាតមនុស្សយើងឈឺស្អាតទេញោមឈឺស្អាតទេអត់ស្អាតទេពេលដែលគាត់មានសុខភាពល្អពណ៌សម្បុរគាត់ក៏ថ្លាល្អណាទី2ទី3គឺឲ្យនៅសេចក្តីសុខកូនឈ្មោះថាឲ្យនៅសេចក្តីសុខដល់ម្ដាយឪពុកម្ដាយឪពុកសុខកាយសប្បាយចិត្តព្រោះមានសុខភាពល្អព្រោះឃើញកូនសាមគ្គីគ្នាព្រោះឃើញកូនព្រមព្រៀងគ្នាឃើញកូនចិញ្ចឹមឃើញកូនកតញ្ញូដាក់គាត់សប្បាយចិត្តមានសេចក្តីសុខហើយមានកម្លាំងកាយកម្លាំងចិត្តរបស់គាត់ដល់ព្រមណាញោមណាមានបដិភានអ្នកមានប្រាជ្ញាល្អកាលណាសុខភាពល្អគំនិតគាត់ភ្លឺស្វាងគាត់មានប្រាជ្ញាមានការចងចាំមានសតិមមមួនណាញោមណាញោមតែងតែស្ងាច់សរសើរតានេះបច្ចុប្បន្ន80ហើយ78ហើយតាបច្ចុប្បន្ន90ហើយ100ហើយនៅសូត្រធោឲ្យព្រិលអត់មានភ្លេចអីមួយម៉ាត់ស្មារតីល្អមកម៉េះតានិយាយមិនក៏ស្មារតីចងចាំល្អម្ល៉េះភ្នែកក៏ភ្លឺច្បាស់ម្ល៉េះតែជាក៏មិនហឹងមិនថ្លង់អញ្ចឹងដោយសារអីញោមដោយសារគាត់មានកូនកតញ្ញូកូនរបស់គាត់មិនសូវធ្វើឲ្យគាត់ពិបាកចិត្តណាញោមណាអញ្ចឹងគាត់មានពេលវេលាថែទាំសុខភាពគាត់មានពេលវេលាសិក្សាធម៌ពិចារណាធម៌ស្មារតីរបស់គាត់ចងចាំល្អណាស់អត់ភ្លេចអត់វង្វេងគាត់មានពេលរក្សាសិលហើយបើកូនអត់សូវល្វីល្វល់កូនមិនសូវដឹងគុណគាត់មានពេលឯណារក្សាសិលអប់រំចិត្តគាត់អត់មានទេអញ្ចឹងហើយស្មារតីអត់មមតំអញ្ចឹងកូនចៅប្រុសស្រីដែលបានអនុគ្រោះជួនដល់មេដាបិតាហ្នឹងគឺអនុគ្រោះឲ្យគាត់ហ្នឹងបានធ្វើបុណ្យបានឲ្យទានបានរក្សាសិលចម្រើនមេត្តាភាវនាណាបុណ្យមួយទៀតបុណ្យដាពឹស្ដាដាពឹស្ដាគឺកម្មវិធីបុណ្យមួយដែលញាតិញោមធ្វើឧបហេតុដើម្បីតបគុណមេត្តាបិតាដូចគ្នាកាលសម័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ដឹងក្នុងវស្សាទី7ព្រះអង្គទ្រង់បានផ្ចាញ់នៅនៃគ្រុនធ្វើយមកៈបដិហាហើយព្រះអង្គយាងទៅប្រោសមេត្តានៅឋានតាវតឹងនេះនោះញោម
ដោយព្រះអង្គពិចារណាថាតថាគតដែលបានត្រាស់ដឹងនៅសច្ចធម៌បានត្រាស់ជាព្រះសម្មាសម្ពុទ្ធនៅក្នុងលោកនេះបានមកអំពីមេត្តាបិតាជាអ្នកបង្កើតជាអ្នកផ្ដល់កំណើតឲ្យបើមិនមានមេត្តាបិតាជាអ្នកបង្កើតផ្ដល់កំណើតឲ្យទេក៏មិនអាចកើតតថាគតហើយក៏មិនអាចបានត្រាស់ដឹងជាពុទ្ធបានឡើយចឹងមេត្តាពិតជាមានគុណណាស់ដូច្នេះអាត្មាអញត្រូវតែតបគុណមេត្តាត្រូវតែសងគុណអ្នកព្រះសម្មាសម្ពុទ្ធណាញោមបើកវងកញ្ចក់និយាយពីខាងដើមបន្តិចចុះញោមព្រះសម្មាសម្ពុទ្ធព្រះអង្គប្រសូតពីផ្ទៃម្ដាយបានតែ7ថ្ងៃទេញោមម្ដាយស្លាប់ចោលញោមណា7ថ្ងៃនឹងស្ថិតនៅក្នុងរង្វង់ដៃនៃព្រះមេត្តាព្រះនាងសិរិមហាមាយាដែលមើលថែរក្សាថ្នាក់ថ្នមបំបៅទឹកដោះសពគ្រប់បែបយ៉ាងហើយក៏ស្លាប់ចោលបុតទៅរយៈពេល7ថ្ងៃ7ថ្ងៃក្នុងការមើលថែព្រះសម្មាសម្ពុទ្ធព្រះសទ្ធត្ថដែលញ៉ាំងឲ្យព្រះសម្មាសម្ពុទ្ធព្រះអង្គអត់ភ្លេចគុណម្ដាយទេណាញោមជាតិតែគុណផ្ដល់ជាតិកំណើតឧបការៈគុណទំនប់បំរុងតែ7ថ្ងៃព្រះអង្គនៅនឹកឃើញគុណតាមសងគុណម្ដាយរហូតដល់ឋានតាវតឹងណាញោមណាមិនធម្មតាទេចោះទម្រាំយើងគ្រប់គ្នាញាតិញោមហើយកើតមកបាវដោះម្ដាយបាវទឹកដោះគោដែលម្ដាយឧបត្ថម្ភឪពុកឧបត្ថម្ភ3 4ឆ្នាំខ្លះ10ឆ្នាំមិនតន់ឈប់ផងតើគូនឹងយើងគ្រប់គ្នាបំភ្លេចគុណម្ដាយឪពុកយើងទេញាតិញោមគូទេអត់គូទេព្រះពុទ្ធជាម្ចាស់ព្រះអង្គប្រសូតមកបានបាវទឹកដោះតែ7ថ្ងៃទេមេត្តាស្លាប់ចោលនៅព្រះអង្គតាមសងគុណឲ្យទម្រាំយើងគ្រប់គ្នា4 10ឆ្នាំហើយនឹងនៅតែទាទឹកដោះទៀតណាញោមណាទាទឹកដោះគោទៀតឧបត្ថម្ភនេះឧបត្ថម្ភនោះរហូតដល់ម្ដាយឪពុកស្លាប់ទៅវិញអញ្ចឹងព្រះអង្គតាមទៅសងគុណព្រះអង្គដោយពិចារណាថាតើគុណមេត្តាបិតានឹងមានទំហំធំប៉ុណ្ណាហើយគូនឹងយកអ្វីទៅសងគុណនឹងឲ្យរួចបានព្រះអង្គទ្រង់ពិចារណាថាទ្រព្យសម្បត្តិនៅក្នុងโลกនេះទោះបីជាគំនោគោធំប៉ុនមហាសាលក៏មិនអាចប្រៀបស្មើនឹងគុណមេត្តាបាននោះទេអញ្ចឹងមានតែធម៌ដែលព្រះអង្គត្រាស់ដឹងព្រះអង្គយកព្រះវិន័យយកប្រសូតយកទៅថ្លឹងជាមួយគុណក៏ឃើញថាគុណមេត្តានឹងនៅតែធ្ងន់ជាងម្ល៉េះហើយទៅព្រះអង្គយកព្រះអភិធម្មបរមត្តធម៌ដ៏ល្អិតធម៌ដ៏សុខុមយកទៅថ្លឹងជាមួយគុណមេត្តាបិតាឃើញថាទំងន់នឹងស្មើគ្នាណាទំហំនឹងប៉ុនគ្នាទៅព្រះអង្គយកព្រះអភិធម្មដែលញោមដាក់ថាដាពឹស្ដាហ្នឹងណាញោមណាយកទៅសំដែងប្រោសពុទ្ធមេត្តាញ៉ាំងមេត្តាឲ្យរួចចាកនៅសេចក្តីទុក្ខនៃឋានតាវតឹងហ្នឹងព្រះអង្គទ្រង់ប្រោសសំដែងពុទ្ធមេត្តានៅឋានតាវតឹងហ្នឹងរយៈពេល90ថ្ងៃ3 ខែកុដញោមពេលនោះទេវតានិមិត្តខ្លួនតូចប៉ុនក្របខ្សាច់ឈរត្រង់ត្រាប់ស្ដាប់ធម៌របស់ព្រះអង្គទេវតាទាំងឡាយបានសម្រេចធម៌80 កោដទេវតានៅពេលនោះពុទ្ធមេត្តាអត់តាន់បានសម្រេចធម៌ទេរវល់តែជាប់ចម្ពាក់មើលប្រភពព្រះសម្មាសម្ពុទ្ធទៅឃើញស្អាតមានអំណូតខ្លួនឯងថាអាត្មាអញពិតជាអស្ចារ្យណាស់ជាស្ត្រីប្រសើរជាងស្ត្រីណាទាំងអស់ក្នុងโลกផ្ទៃពុះអាត្មាអញនេះបានផ្ទុកអ្នកមានបុណ្យអាត្មាអញបានពួរពុះអ្នកមានបុណ្យជាប្រពុតជាបុត្ររបស់អាត្មាអញមានរូបស្អាតជាងព្រំមានរូបស្អាតជាងទេវតាគ្រប់យ៉ាងមានប្រាជ្ញាមានស្មារតីជាប្រពុតជាបុគ្គលដ៏ប្រសើរលើសលប់ជាងមនុស្សនិងទេវតាគ្មានបុគ្គលណាអស្ចារ្យជាងប្រពុតទេកូនអាត្មាអញនេះប្រសើរណាស់អាត្មាអញជាស្ត្រីសំណាងណារ
រវល់កិតចឹងអត់បានស្ដាប់ធម៌ញោមដូចញោមពងស្ដាប់ធម៌នឹកឃើញចៅនៅផ្ទះចឹងណាញោមណាអត់សូវបានស្ដាប់ធម៌អេវ៉ាំងជាប់ដែរណាញោមណោះហ្នឹងហើយនឹងបែកវងកញ្ចក់ទេណាញោមហើយដល់ពេលហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ពិចារណាមើលថាអូទេវតាទាំងឡាយស្ដាប់ធម៌គេបានសម្រេចអស់ហើយនៅតែពុទ្ធមេត្តាហេតុអីមិនតាន់សម្រេចធម៌ទៅព្រះដ៏មានពភាព្រះអង្គត្រេះរិះពិចារណាថាមេត្តាកំពុងតែជាប់ជំពាក់ព្រះអង្គសម្ដែងសារឡើងវិញនៅព្រះអភិធម្មហ្នឹងរហូតដល់និយាយអំពីសច្ចៈមានទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈពុទ្ធមេត្តាភ្ញាក់ស្មារតីលែងជាប់ជំពាក់បានសម្រេចគុណធម៌ពិសេសជាងទេវតា80កោដហ្នឹងទៅទៀតណាញោមណាលែងវិលត្រឡប់មកក្រោមវិញហើយអស់អាយុទៅលើរហូតទៅបរិនិព្វានរួចចាកទុកតែម្ដងនេះមេត្តារបស់ព្រះសម្មាសម្ពុទ្ធរួចចាកទុកហើយនៅតែយើងទេណាញោមណាចឹងបានថាកូនចៅប្រុសស្រីធ្វើបុណ្យជូនឪពុកម្ដាយក្តីឧបត្ថម្ភគាត់ក្តីកុំគិតថាសងគុណរួចសងមិនរួចទេណាញោមណាសងអត់រួចទេណាយើងបានត្រឹមតែឈ្មោះថាតបគុណសងគុណម្ដាយរួចវាទល់តែធ្វើឲ្យគាត់រួចចាកទុក្ខឲ្យគាត់បានសម្រេចព្រះនិព្វានទៅឈ្មោះថាសងគុណគាត់រួចធម៌សងគុណម្ដាយឪពុកព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាទល់តែកុលបុត្រកុលធីតាញ៉ាំងមេដាបិតាហ្នឹងឲ្យមានសទ្ធាសម្បត្តិឲ្យមេដាបិតាហ្នឹងដល់ព្រមដោយសទ្ធាមានសទ្ធាជ្រះថ្លាជឿកម្មជឿផលមានសេចក្តីជ្រះថ្លាក្នុងបុណ្យកុសលសពគ្រប់បែបយ៉ាងទាំងខ្លួនកូនក៏ជាអ្នកមានសទ្ធាញ៉ាំងឪពុកម្ដាយគ្រប់គ្នាឲ្យមានសេចក្តីជ្រះថ្លាក្នុងព្រះរតនត្រ័យនឹងផងសីលសម្បត្តិញ៉ាំងម្ដាយឪពុកឲ្យមានសិលឲ្យឪពុកម្ដាយនឹងបានរក្សាសិល5សិល8ហើយខ្លួនកូនក៏ត្រូវរក្សាសិលដែរណាញោមណាចាកសម្បត្តិញ៉ាំងមេដាបិតាឲ្យចេះបរិច្ចាគទានឲ្យទានដល់អ្នកកំសត់ទូរកតអត់ឃ្លានអីសពគ្រប់យ៉ាងបញ្ញាសម្បត្តិជួនញ៉ាំងមេដាបិតាឲ្យមានបញ្ញារួចចាកនៅសេចក្តីទុក្ខចឹងហើយដើម្បីឲ្យគាត់មានបញ្ញាកូនចៅត្រូវមានការឧបត្ថម្ភគាត់តាមដែលយើងអាចមានណាញោមណាចិញ្ចឹមគាត់កូនណាចិញ្ចឹមថែទាំមេត្តាបិតាដោយល្អមិនសយុទ្ធទេមិនស្លាប់ទេទៅកាន់ទីណាកន្លែងណាខ្ពង់ខ្ពស់ថ្លៃថ្នូរណាញោមណាព្រោះគុណជាតិគុណធាតុមេត្តាបិតានេះជួយទ្រទ្រង់ឲ្យកូននឹងបានខ្ពង់ខ្ពស់ជួយឲ្យកូននឹងបានទទួលនៅអ្វីដែលកូនចង់បានឲ្យតែកូនដឹងគុណពិតប្រាកដញោមដូចជាបរោះម្នាក់នោះបន្ទាប់ពីឪពុកស្លាប់ទៅគាត់ចិញ្ចឹមថែទាំម្ដាយគាត់និងប្រពន្ធកូនគាត់ដោយល្អដោយគាត់ប្រកបមុខរបរទៅកាប់អស់លូកថ្ងៃមួយបរទេសទៅអញ្ចឹងញោមជាមួយគេអ្នកកាប់អស់អ្នកស្រុកអ្នកភូមិហ្នឹងគាត់កាប់ដាក់ពេញរទេះហើយអញ្ចឹងទៅគាត់ដាក់មកអាមេរិករែកពីមុខរទេះគោនឹងទៀតបរិជាមកពពាតព្រៃក៏ឃើញបរោះហ្នឹងក៏សាកសួរណែបរោះអ្នកឯងអីក៏លោភលន់ជាងគេម្លេះគេគ្រប់គ្នាគេកាប់អស់ពេញមួយរទេះគេបទៅលក់ចិញ្ចឹមគ្រួសារគេហើយអ្នកឯងវិញកាប់ពេញរទេះហើយអ្នកឯងដាក់មកអាមេរិករែកដឹកពីមុខគោទៀតអ្នកឯងអីក៏លោភលន់ម្លេះហ្នឹងហើយអញ្ចឹងបានបរងថាបពុតព្រះសម្មាទិទេពបានជាខ្ញុំនឹងវាលោភលន់ព្រោះខ្ញុំមានភារៈនឹងច្រើនណាស់អ្នកឯងមានភារៈអីខ្លះមានការងារអីត្រូវធ្វើច្រើនជាងយើងទៅទៀតបពុតព្រះសម្មាទិទេពខ្ញុំម្ចាស់នឹងទទួលភារៈទី1គឺដោះបំណុលចាស់ខ្ញុំម្ចាស់នឹងជាពាក្យបំណុលម៉ែជាពាក្យបំណុលឪបានទ្រព្យសម្បត្តិនឹងមកបែងចែកមួយផ្នែកយកមកចិញ្ចឹមម៉ែចិញ្ចឹមឪចិញ្ចឹមយាយចិញ្ចឹមតាមកចំណែកទៀតខ្ញុំបុលបំណុលថ្មី
បានទ្របមកចំណាយទៀតនឹងមកយកមកចិញ្ចឹមកូនចិញ្ចឹមចៅទូចគ្នាមិនតាន់មានអីទីពឹងឧបត្ថម្ភឲ្យកូនឲ្យចៅបានសិក្សារៀនសូត្រទិញសម្លៀកបំពាក់ទិញនំចំណីឲ្យកូនចៅមួយចំណែកទៀតកប់ទុកក្នុងពធរណីចែករំលែកបងពុនខ្លះទៅចែករំលែកធ្វើបុណ្យឲ្យទានខ្លះចឹងទៅដូចញោមចឹងណាញោមណាធ្វើបុណ្យឲ្យទានដល់អ្នកកំសត់ទូរកតក្តីតាមវត្តអារាមកសាងអីសពគ្រប់ជាកំណប់កប់ទុកជាតិខាងក្រោយទៀតបែងចែកទ្របមួយចំណែកទៀតយកបោះចូលទៅក្នុងជ្រុះដ៏ជ្រៅជ្រុះហ្នឹងទំហំតូចទេតែជ្រុះអត់មានបាតណាញោមណាជ្រុះហ្នឹងជ្រុះអីគេញោមជ្រុះជ្រៅហ្នឹងទ្វាទាំង6របស់យើងណាទ្វាមាត់ញោមបោះនំមកដុំចូលទៅវាអត់មានបាតទេណាញោមណាណែស្អែកឡើងឃ្លាននំហ្នឹងទៀតមិនអញ្ចឹងណាញោមណាទ្វាតិចដាក់កវលយ៉ាងម៉េចក៏ដោយសម្អាតយ៉ាងម៉េចក៏ដោយក៏វានៅតែត្រូវការមិនអញ្ចឹងណាញោមទ្វាចំោះត្រូវការដកដង្ហើមរហូតឧបត្ថម្ភយ៉ាងម៉េចក៏មិនឈប់មិនឈរទ្វាភ្នែកត្រូវការមើលនេះមើលនោះតបតែងយ៉ាងម៉េចឧបត្ថម្ភយ៉ាងម៉េចក៏វាមិនពេញក៏អត់ពេញទ្វាអណ្ដាតលុរសជាតិយ៉ាងម៉េចក៏នៅតែអណ្ដាតនឹងត្រូវការមិនចេះពេញសោះណាញោមទ្វាកាយទ្វាញោមលៀបលេងរាប់សិបតោនងូតទឹករាប់សិបគីបរាប់ម៉ឺនគីបដាក់សាប៊ូដោះយ៉ាងណាក៏នៅតែកាយនឹងត្រូវការឧបត្ថម្ភសម្លៀកបំពាក់យ៉ាងម៉េចក៏នៅតែរូបកាយនឹងត្រូវការមិនចេះពេញសោះណាញោមណោះទ្វាចិត្តកប់ចិត្តនឹងអត់ពេញទេចង់បានអានេះហើយចង់បានអានោះទៀតចង់បានអាម៉ូតនេះហើយចង់បានអាម៉ូតនោះទៀតឧបត្ថម្ភតម្រូវទៅតាមចិត្តនឹងអស់មិនចេះតិចអស់លុយច្រើនណាស់អស់ទ្រព្យច្រើនណាស់នៅតែមិនគប់ចិត្តខ្លួនឯងត្រូវចឹងមែនទេញោមចឹងមែនអត់នឹងលៀបលេម៉ាក់នេះផងអានេះដូចមិនសូវល្អដាក់អាម៉ាក់នោះបន្តិចទៀតម៉ាក់នេះម៉ាក់នោះមិនចឹងចឹងទ្វាទាំង6នេះជ្រុះទាំង6នេះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាជាជ្រុះមួយដែលអត់មានបាតដាក់អត់ចេះពេញដាក់យ៉ាងណាក៏មិនចេះពេញព្រះរាជាបានស្ដាប់យ៉ាងហ្នឹងហើយជ្រះថ្លាទះដាយសាធុបរោះអ្នកឯងកតញ្ញូណាអ្នកឯងជាបណ្ឌិតអាចយល់ដឹងរឿងនេះបានចឹងហើយព្រះរាជាទានទ្រព្យសម្បត្តិដ៏មហាសាលបកុលមុខនេតិតំណែងចែកស្រែចែកទ្រព្យសម្បត្តិឲ្យបរោះហ្នឹងចិញ្ចឹមម្ដាយឪពុករស់នៅបានដោយសេចក្តីសុខរហូតដល់ស្លាប់រៀងខ្លួនបរោះនឹងស្លាប់ទៅកើតក្នុងឋានសួគ៌ដោយអានុភាពនៃបុណ្យកតញ្ញូធ្វើបុណ្យជូនដល់ម្ដាយឪពុកដឹងគុណទំនុកបំរុងជូនដល់ម្ដាយសង្គ្រោះដល់បុត្រភរិយាចឹងញាតិញោមសប្បុរសតាំងចិត្តធ្វើបុណ្យដោយសេចក្តីគោរពហើយបង្អោនចិត្តឧទ្ទិសជូនដល់មេត្តាបិតារបស់ផងយើងឲ្យគាត់បានរួចចាកទុក្ខគ្រប់គ្នាណាញោមណាឪពុកម្ដាយនៅរស់ចិញ្ចឹមគាត់ដោយល្អបានបុណ្យបានកុសលច្រើនណាស់សូមអនុមោទនា